សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នានិងមិត្តក្នុង Facebook មកមើលទស្សនវិជ្ជានៃចំការខ្ញុំម្ដងទៀតនេះគឺជាទស្សនវិជ្ជាដែលខ្ញុំថតនៅពេលរសៀលហើយខ្ញុំទើបតែចេញមកពីចំការយើងវាមានដើមស្មៅវាមានផ្កាដល់ពេលដែលយើងដើរកាត់ទៅវាមិនជាប់ស្បែកជាប់អាវរបស់យើងហើយទើបតែបេះបានផ្លែស្ពឺបាន2និយាយរួមទៅស្ពឺហ្នឹងវាទើបតែដាំទេប៉ុន្តែប្រភេទស្ពឺទឿផ្អែមដាំតែឆាប់បានផលណាបងប្អូនហើយអានេះគឺជាទស្សនវិជ្ជាអូដែលជាអូធម្មជាតិវាកាត់ចំការរបស់ខ្ញុំនិយាយរួមនៅខែភ្លៀងទើបមានទឹកពេជ្រព្រាបប៉ុន្តែនៅពេលដែលដើមរដូវភ្លៀងអញ្ចឹងវាអត់ទាន់មានទឹកហូរចូលទេដោយសារតែភ្លៀងវានៅស្ទើរដែរហើយនេះគឺជាដើមក្រូចពោធិ៍សាត់ខ្ញុំបានដាំប្រហែលជា3ឆ្នាំហើយតម្រាំតែបានប៉ុណ្ណឹងនិយាយរួមដើមក្រូចគឺអត់ចាំបាច់ត្រូវការថែទាំអីច្រើនទេព្រោះប្រភេទដើមក្រូចដើមខ្នោដើមទីបប្រាំងអីហ្នឹងសិតតែជាប្រភេទដើមឈើដែលងាយស្រួលដាំគឺអត់ចាំបាច់ថែដូចប្រភេទទុរេនទៅម៉ៅឬក៏មង្ឃុតអីទេហើយនៅចក្ការខ្ញុំបានដាំក្រូចពោធិ៍សាត់ហ្នឹងប្រហែលជា40ដើមជាងខ្ញុំអត់ចាំទេតែគ្រាន់តែក្នុងហ្នឹងវាមានលាយក្រូចថ្លុងក្រូចឆ្មាផងដែរហើយពេលដែលខ្ញុំថតហ្នឹងវាអត់ទាន់បានមានផ្លែទេវាទើបតែដើមខ្លះវាឲ្យផ្លែមកបដាតែដើមខ្លះក៏នៅដែរអានេះគឺជាចេកពងច្រឡំគឺចេកកមួនយើងហ្នឹងនិយាយរួមទៅគឺចេកកមួនដាំក៏ឆាប់បានវាដើមវាល្អវាបែកកូនច្រើនប៉ុន្តែគ្រាន់តែថាក្របានផ្លែយូរជាងចេកណាំវ៉ាព្រោះចេកណាំវ៉ាវាឆាប់បានទេបើចេកកមួនយូរចំណាយពេល3-4 ខែចាប់តាំងពីវាទម្លាក់ទៅយោងចេញផ្លែមកហើយរងចាំដល់វាចាស់ទើបកាត់យកទៅស្ងោរមានរសជាតិផ្អែមបើសិនជាយើងកាត់អាស្ទើយកទៅស្ងោរគឺខ្ញុំធ្លាប់សាកល្បងហើយគឺសាបអត់មានរសជាតិឆ្ងាញ់ដូចចេកកមួនដែលយើងទិញនៅតាមផ្សារទេអានេះគឺដើមក្រូចថ្លុងគឺចំណាយពេលរៀងយូរបន្តិចក្នុងការដែលវាចេញផ្កាហើយនឹងផ្លែហើយតម្រាំតែវាផ្កាហើយនឹងផ្លែគឺចំណាយពេលជិត1ឆ្នាំយូរមែនតើអានេះខ្ញុំបង្ហាញជាបន្តទៀតជាប្រភេទក្រូចឆ្មាហើយបន្តិចទៀតខ្ញុំនឹងបង្ហាញវីដេអូដើមក្រូចគេហៅថាក្រូចចិនខ្ញុំអត់ទាន់ប្រកាសថាតើដាំទៅវានឹងបានផ្លែដោយវីដេអូដែលឃើញជនជាតិចិនគាត់បង្ហោះពណ៌ក្រហមនោះទេប៉ុន្តែខ្ញុំនឹងសាកល្បងថែទាំវាដាក់ជីនៅពេលក្រោយទៀតហ្នឹងដើម្បីឲ្យដឹងថាតើវាពិតជាដាំបានផ្លែមែនឬអត់នេះគឺជាដើមក្រូចចិនអានេះខ្ញុំអត់ប្រកាសទេថាក្រូចចិនពិតប្រកបឬក៏អ្នកលក់គាត់ចេះតែកុហកយើងប៉ុន្តែសាកល្បងបើសិនជាដាំឲ្យបានផលបានផ្លែអាហ្នឹងខ្ញុំធ្វើវីដេអូបង្ហាញជាបន្តទៀតនិយាយរួមទៅគឺដើមប្រើពេលយូរដែរក្រូចចិនហ្នឹងទ្រាំតែបានធំហើយមិនដឹងថាបានផ្លែឬអត់ទៀតមានតែរងចាំជាបន្តអូខេបាយ